អ្វីដែលលោកត្រាំបានសរសេរសារតាមរយៈសេតវិមានក្រោយជួបលោកអាន់វ៉ាអេប្រាហ៊ីមក្រោយជួបលោកហ៊ុនម៉ាណែតក្រោយជួបលោកអនុទិនច័ន្ទវរៈគុលតាមរយៈទូរស័ព្ទរួចមកគាត់ក៏បានសរសេរសារបែបនេះនៅតាមបណ្ដាញសង្គមឬក៏ការផ្សព្វផ្សាយរបស់សេតវិមានហ្នឹងអមដោយរូបថតរបស់គាត់ផងហើយមានសារដែលមើលទៅគួរឲ្យកក់ក្ដៅគាត់សរសេរថាភាគីទាំងពីរគឺកម្ពុជានិងថៃយល់ព្រមឈប់បាញ់គ្នាហើយពាក្យឈប់បាញ់គ្នានឹងគាត់សរសេរអក្សរធំដែលជាភាសាអង់គ្លេសគឺបានន័យថាសង្កត់ន័យខ្លាំងមែនតើគឺឈប់បាញ់គ្នាមែនតើណាគាត់សរសេរថាភាគីកម្ពុជានិងថៃយល់ព្រមឈប់បាញ់គ្នាចាប់ពីយប់ថ្ងៃទី12ខែធ្នូនេះយប់ហ្នឹងបានន័យថាយប់បានន័យថាមិនទៅបងប្អូនយប់ថ្ងៃទី12ខែធ្នូហ្នឹងគឺនៅសល់ប្រហែលម៉ោងទៀតដើម្បីផុតអាយប់ហ្នឹងមិនទាន់ចូលភ្លឺអញ្ចឹងបានន័យថារហូតដល់ម៉ោង12ទៀតបានអាចបានន័យថានៅសល់ប្រហែលម៉ោងទៀតបងប្អូនឥឡូវម៉ោង9ម៉ោង10នៅស្រុកខ្មែរម៉ោង10នៅសំទោសម៉ោង10យប់នៅឯរដ្ឋធានី Washington កន្លែងលោកត្រាំនៅហ្នឹងនៅថ្ងៃទី12នៅឡើយអញ្ចឹងគាត់និយាយថាបទឈប់បាញ់នេះគឺយល់ព្រមទាំងពីរភាគីហ្នឹងគឺអនុវត្តភ្លាមចាប់ពីយប់ថ្ងៃទី12ខែធ្នូនេះតទៅអញ្ចឹងបើសិនជានិយាយឲ្យត្រូវគឺឲ្យតែចូលប្រលប់វាត្រូវតែយប់វាត្រូវចាប់បាត់ហើយមិនអញ្ចឹងវាត្រូវនឹងព្រឹកនៅស្រុកខ្មែរបានន័យថាម៉េចគឺព្រឹកចាប់ពីម៉ោង7ព្រឹកគឺចាត់ទុកថាបត់ឈប់បាញ់ហ្នឹងគឺត្រូវឈប់ហើយប៉ុន្តែដើម្បីឲ្យត្រូវនឹងអ្វីដែលលោកត្រាំនិយាយនេះបើនិយាយយប់ចូលជាធរមានយប់គឺតតែដល់ម៉ោង12យប់ហ្នឹងហ្មងបានន័យថាអាចនឹងឆ្លងរំលងអាត្រៀតហ្នឹងចូលថ្ងៃទី13អញ្ចឹងវាត្រូវនឹងម៉ោង12ព្រឹកនៅស្រុកខ្មែរនេះម៉ោង12ថ្ងៃត្រង់នេះបានចប់ឬក៏ចូលអាការឈប់បាញ់នឹងជាធរមានបើតាមយើងបកស្រាយព្រោះគាត់អត់និយាយកំណត់ម៉ោងទេគាត់ថាភាគីទាំងពីរហ្នឹងយល់ព្រមជាមួយគាត់ថាឈប់បាញ់ជាបន្ទាន់ចាប់ពីរាត្រីថ្ងៃទី12ខែធ្នូនៅអាមេរិកនេះទៅបានន័យថាចាប់ពីថ្ងៃត្រង់ម៉ោង12ថ្ងៃត្រង់ត្រូវនឹងថ្ងៃទី13នៅខែនៅប្រទេសកម្ពុជាបើយើងនិយាយឲ្យជាក់ស្ដែងណាអញ្ចឹងហើយបានជាយើងឃើញថាអាក្របបែកហ្នឹងវាអត់ព្រមឈប់សោះព្រោះថៃវាយផ្ដាច់តែម្ដងដើម្បីនៅសល់2ម៉ោងទៀតបើយើងនិយាយឲ្យតាមអ្វីដែលលោកត្រាំនិយាយចឹងអាការដែលគាត់ប្រកាសហ្នឹងវាអាចនៅ2ម៉ោងទៀតដើម្បីឲ្យអាហ្នឹងចូលជាធរមានអញ្ចឹងបានន័យថាអ្វីដែលថៃផ្លោហ្នឹងចង់ថៃថាឆាចោលអត់មានតាក់តងនឹងបត់ឈប់បាញ់ទេព្រោះអីបើព្រមព្រៀងគ្នាយ៉ាងម៉េចទៅតាមសំណេររបស់លោកត្រាំគឺទាល់តែផុតរាត្រីនៅសហរដ្ឋអាមេរិកនេះចឹងបានន័យផុតម៉ោង12យប់នៅអាមេរិកវាត្រូវនឹងម៉ោង12ថ្ងៃត្រង់ថ្ងៃទី13នោះឯងចឹងបានន័យថាថៃគឺនៅតែវាទីនៅតែបំផ្លោងគ្រាប់រហូតដល់2ម៉ោងទៀតហ្នឹងគឺថាសន្ធាប់យើងឈរជើងបានយើងឈរជើងមិនបានគឺថៃក្តោបកន្លែងណាឈរជើងបានកន្លែងណាពេលដែលបាត់ឈប់បាញ់ហ្នឹងចូលជាធរមានគឺថៃនឹងប្រកាសគ្រប់គ្រងតំបន់នឹងដូចអាថ្ងៃទី24ដល់ថ្ងៃទី28ទៀតដែរល្បិចដដែលស្ទីលដដែលអំពើឈ្លានពានដដែលគឺថៃប្រើធ្វើបានដោយអត់មានអៀនខ្មាស់អញ្ចឹងក្រៅតែពីការព្រមព្រៀងហ្នឹងលោកត្រាំបាននិយាយថាភាគីទាំងពីរក៏យល់ស្របទៅអនុវត្តតាមអ្វីដែលមានស្រាប់ហ្នឹងគឺអីគឺបទឈប់បាញ់គឺសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡំពួរថ្ងៃទី26ខែតុលាដែលមានលោកត្រាំជាអធិបតីដូច្នេះបានន័យថាគាត់និយាយថាភាគីទាំងពីរយល់ព្រមហើយនេះអានេះអ្វីបើតាមលោកត្រាំណាហើយខ្ញុំនឹងបញ្យល់ថាលោកអនុទិនចាមវរៈគុលនិយាយមិនលោកហ៊ុនម៉ាណែតនិយាយមិនហេតុអីបានជាលោកត្រាំថាពីរអ្នកនឹងព្រមហើយហេតុអីបាននៅតែបាញ់គ្នានៅឡើយនៅពេលដែលគាត់ចេញសារបើតាំងពីគាត់ចេញមកគឺប្រហែលប្រហែលហើយ6ម៉ោងហើយហ្នឹង5 6ម៉ោងហើយបងប្អូនដូច្នេះឥឡូវក្រៅពីហ្នឹងគឺនៅក្នុងសាររបស់លោកត្រាំដែលនិយាយថាភាគីទាំងពីរយល់ព្រមឈប់បាញ់គ្នាចាប់ពីថ្ងៃត្រង់និយាយទៅនៅស្រុកខ្មែរហ្នឹងឬក៏ចាប់ពីរាត្រីនៅស្រុកអាមេរិកនេះថ្ងៃ12នេះហ្នឹងគឺគាត់ថាប្រទេសកម្ពុជានិងថៃត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាពនិងបន្តពាណិជ្ជកម្មជាមួយនឹងអាមេរិកបាទពាក្យពាណិជ្ជកម្មហ្នឹងគឺអត់ដែលចោលទេព្រោះអីលោកត្រាំគាត់ធ្វើអ្វីៗគឺដើម្បីពាណិជ្ជកម្មហ្នឹងធំជាងគេអញ្ចឹងបើសិនជាចោលអាហ្នឹងគាត់តែបង្កើតតែយ៉ាងណា
ពាណិជ្ជកម្មមិនពាណិជ្ជកម្មវាមិនអីទេព្រោះឲ្យតែខ្មែរត្រូវរើគ្នាឬក៏ឈប់មានសង្គ្រាមទៅរកទទួលទានជាមួយគ្នាបានទាំងថៃទាំងខ្មែរទាំងអាមេរិកវាមិនអីដែរចុងក្រោយលោកបន្តថារឿងផ្ទុះអាវុធនេះចាំមើលសំណេរលោកត្រាំហើយបើយើងស្ដាប់មកគឺមានអ្នកទូពិតទៅហើយចាំមើលអ្នកណាទូពិតឲ្យប្រកាសលោកបន្តថាដើមហេតុនៃការបាញ់គ្នានាពេលថ្មីនេះគឺបណ្ដាលមកពីការផ្ទុះគ្រាប់នៅក្បែរផ្លូវដែលជារឿងចៃដន្យនឹងធ្វើឲ្យបាត់បង់ជីវិតទាហានថៃម្នាក់និងរបួសច្រើនអ្នកក៏ប៉ុន្តែបែរជាថៃវាយបកសងសឹកកម្ពុជាវិញយ៉ាងចាស់ដៃចុងក្រោយលោកអរគុណលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានជួយសម្របសម្រួលរឿងព្រំដែននេះបាទបងប្អូនម្ដងទៀតគឺលោកត្រាំថ្ងៃទី12ខែធ្នូកាលពីព្រឹកថ្ងៃទី12ខែធ្នូនៅស្រុកអាមេរិកនេះគឺត្រូវនឹងយប់ថ្ងៃទី12ខែធ្នូនៅស្រុកខ្មែរហ្នឹងគឺគាត់បានទូរស័ព្ទទៅមេដឹកនាំថៃកម្ពុជានិងម៉ាឡេស៊ីដើម្បីដោះស្រាយរឿងព្រំដែនឥឡូវខ្ញុំបកស្រាយពន្យល់បន្តិចពីរឿងសាររបស់លោកដូណាល់ត្រាំដែលនិយាយអំពីថាអ្នកណានាំអាចមុនហើយរឿងនេះគឺជារឿងសំខាន់ណាស់ជាប្រវត្តិសាស្ត្រតើលោកត្រាំស្ដាប់អ្នកណាហើយកាន់ជើងអ្នកណាហើយអ្វីដែលបកស្រាយនឹងវាយ៉ាងម៉េចហើយអ្នកណារាយការណ៍ប្រាប់គាត់អំពីព្រឹត្តិការណ៍ដែលផ្ទុះអាវុធដំបូងហ្នឹងបើតាមអ្វីដែលគាត់និយាយថាដើមហេតុនៃការបាញ់គ្នានាពេលថ្មីនេះបានន័យថាព្រឹត្តិការណ៍ដែលកើតឡើងពីថ្ងៃទី7ខែធ្នូមកហ្នឹងគឺបណ្ដាលមកពីការផ្ទុះគ្រាប់នៅក្បែរផ្លូវគឺក្បែរដងផ្លូវដែលជារឿងចៃដន្យទេ It's an accident ហើយនៅពេលដែលរឿងហ្នឹងជារឿងចៃដន្យសោះធ្វើឲ្យបាត់បង់ជីវិតមនុស្សគឺបាត់បង់ទាហានជាយុជីវិតទាហានថៃម្នាក់និងបាត់របួសទាហានថៃជាច្រើនផ្ទុយទៅវិញគឺថៃបែរទៅជាវាយបកសងសឹកកម្ពុជាយ៉ាងចាស់ដៃក្នុងន័យនេះលោកត្រាំប្រហែលជាចង់និយាយថាបើគ្រាន់តែមានការផ្ទុះអាវុធដោយរឿងចៃដន្យចឹងបានន័យថាម៉េចចៃដន្យនេះវាអាចជារឿងចៃដន្យដែលកើតឡើងពីខាងកងកម្លាំងកម្ពុជាដែរព្រោះបើសំណេរបែបនេះនិយាយថារឿងហ្នឹងផ្ទុះអាវុធដំបូងហ្នឹងគឺជារឿងចៃដន្យធ្វើឲ្យស្លាប់ទាហានថៃហើយរបួស8នាក់ហើយថៃស្រាប់តែវាយបកសងសឹកមកខ្មែរសន្ធាប់ខ្ញុំជឿថាមិនមែនជាសេចក្តីរាយការណ៍របស់លោកអនុទិនច័ន្ទវរៈគុលទេច្បាស់ណាស់គឺជាសេចក្តីរាយការណ៍របស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីខ្មែរហេតុអីបានជាខ្ញុំទាញសេចក្តីសន្និដ្ឋានបែបនេះព្រោះអត់មានរឿងអីថៃទៅប្រាប់សហរដ្ឋអាមេរិកប្រាប់ថាផ្ទុះអាវុធហ្នឹងគឺជារឿងចៃដន្យដូច្នេះហើយបានជាថៃវាយសន្ធាប់មកស្រុកខ្មែរវិញដើម្បីសងសឹកទេវាអត់ទេវាច្បាស់ជានាយករដ្ឋមន្ត្រីខ្មែរគឺលោកហ៊ុនម៉ាណែតលោកច្បាស់ជាជម្រាបទៅលោកដូណាល់ត្រាំប្រាប់ថារឿងដែលផ្ទុះអាវុធថ្ងៃទី7ដែលធ្វើឲ្យទាហានថៃម្នាក់ស្លាប់និងរបួស8នាក់ហ្នឹងគឺជារឿងចៃដន្យទេមិនមែនជារឿងចេតនាដោយទាហានខ្មែរទេអញ្ចឹងរឿងនេះគឺវាអាចផ្ដើមពីការផ្ទុះអាវុធហ្នឹងនឹងបើតាមការសន្និដ្ឋានទេខ្ញុំមិនថាលោកហ៊ុនម៉ាណែតនិយាយចឹង 100% នេះទាញសមត្ថកម្មសុទ្ធសាធទៅនេះពួកអីតិចទៀតបងប្អូនខ្ញុំនឹងបកស្រាយអំពីអ្វីដែលលោកហ៊ុនម៉ាណែតបញ្យល់វិញម្ដងថាតើរឿងនឹងវាយ៉ាងម៉េចម្ដងនេះគឺខ្ញុំនិយាយនេះគឺចង់សម្ដៅទៅលើនៃការទូតនិងភាសាផ្លូវការរបស់អ្នកនយោបាយពេលខ្លះយើងត្រូវអានឲ្យលើសពីអ្វីដែលជានៅលើបន្ទាត់នឹងយើងអានក្រោមបន្ទាត់លើបន្ទាត់ហើយគិតមើលត្រេះរិះពិចារណាតាមបែបសង្កេតបើក្នុងន័យនេះគឺអាចនិយាយថាវាអាចមានការផ្ទុះគ្រាប់ផ្ទុះអាវុធឬក៏ផ្ទុះគ្រាប់នៅតាមដងផ្លូវអញ្ចឹងមែនមិនដឹងថាអ្នកណាបាញ់អ្នកណាធ្វើឲ្យផ្ទុះក៏ប៉ុន្តែអាចជាការរាយការណ៍ប្រាប់ពីខាងកម្ពុជាប្រាប់ថាគ្រាប់ហ្នឹងផ្ទុះដោយចៃដន្យទេហើយទៅធ្វើឲ្យស្លាប់ទាហានថៃម្នាក់និងរបួស8នាក់ជាជាងការសម្របសម្រួលគ្នានិយាយគ្នាថាវាផ្ទុះដោយចៃដន្យទេវាគួរតែនិយាយគ្នាថៃបែរទៅជាបាញ់ស្រោចវាយប្រហារមកកម្ពុជាចោទថាអាព្រឹត្តិការណ៍ផ្ទុះគ្រាប់ហ្នឹងដែលលោកត្រាំថាមានភាគីមួយដែលរាយការណ៍ថាចៃដន្យខ្ញុំជឿថាច្បាស់ជាភាគីកម្ពុជាហើយបែរជាយកអាព្រឹត្តិការណ៍ហ្នឹងថាកម្ពុជានាំភ្លើងបាញ់មុនធ្វើឲ្យថៃចាប់ផ្ដើមបាញ់ស្រោចមកកម្ពុជាយ៉ាងសន្ធាប់រហូតដល់កម្ពុជាអត់ទ្រាំលែងបានក៏តបតទៅវិញប៉ុន្តែមុននឹងតបតហ្នឹងគឺថៃបាញ់វាយឡើងទុកសាច់អញ្ចឹងសរុបសេចក្តីមកតាមអ្វីដែលលោកត្រាំលើកឡើងនេះខ្ញុំជឿថា
លោកហ៊ុនម៉ាណែតច្បាស់ជានិយាយអំពីព្រឹត្តិការណ៍ផ្ទុះគ្រាប់ដោយចៃដន្យនេះហើយបើជាការផ្ទុះគ្រាប់ដោយចៃដន្យឧទាហរណ៍ថាគ្រាប់នឹងកើតឡើងផ្ទុះដោយសារតែទាហានខ្មែរចោះខ្ញុំនិយាយម្ដងទៀតសមត្ថកម្មក៏វាអត់មានរឿងអីដែលទៅកើតនៃការផ្ទុះអាវុធរហូតដល់ទៅបាញ់គ្នាឬក៏ថៃសម្រុកមកឲ្យមិនមែនសម្រុកតែមួយមុខព្រួញទេគឺគ្រប់ទិសទីទាំងអស់ចឹងបានន័យថាថៃយ៉ាងម៉េចគឺចិញ្ចឹមចិត្តឲ្យតែមានរឿងអីកើតឡើងគឺយកអាហេតុផលហ្នឹងមិននិយាយស្ដាប់គ្នាឬក៏មិនជជែកគ្នាមិនបកស្រាយមិនទទួលយកអីទាំងអស់គឺឲ្យតែបានហេតុគឺចាប់ផ្ដើមបាញ់យកដូច្នេះមានន័យថាអាចថៃបង្កើតឲ្យមានព្រឹត្តិការណ៍នឹងខ្លួនឯងដែរដើម្បីជាលេសនៅក្នុងការដែលឲ្យមានស្លាប់ទាហានខ្លួនហើយរបួសទាហានខ្លួនអញ្ចឹងយកហេតុផលហ្នឹងវាយសន្ធាប់មកកម្ពុជាយ៉ាងសន្ធាប់ហើយគ្រប់ទិសទីគ្រប់មុខព្រួញទៀតបើសិនជាវាយសន្ធាប់តាកន្លែងផ្ទុះគ្រាប់ហ្នឹងដូចជាមិនសង្ស័យអីទេថាអាចជាការសងសឹកតែមួយកន្លែងហ្នឹងប៉ុន្តែដល់ពេលរឿងហ្នឹងតែមានកើតឡើងអញ្ចឹងសោះស្រាប់តែយើងទៅដុតផ្ទះពេញភូមិទាំងអស់គ្រប់ភូមិគ្រប់ស្រុកឆ្លោះគ្នាតែពីផ្ទះហ្នឹងកន្លែងហ្នឹងច្រកហ្នឹងហើយស្រាប់តែយើងដើរដុតពេញភូមិតើចេតនារបស់យើងអ្វីឲ្យប្រកបទៅអញ្ចឹងបានន័យថាថៃមានចេតនាឈ្លានពានកម្ពុជារងចាំតែឱកាសដើម្បីនឹងអត់ឲ្យឆេះបានន័យថាឲ្យតែមានឃើញតែបន្តិចគឺដឹងថាខ្លួនហ្នឹងគឺផ្ទុះឈ្នួនអាសង្គ្រាមហ្នឹងភ្លាមតែម្ដងអានេះខ្ញុំនិយាយខ្ញុំនិយាយនេះគឺអាចថាកម្ពុជាអាចនឹងប្រាប់គេថារឿងហ្នឹងគឺជារឿងចៃដន្យអញ្ចឹងមិនមែនជាចេតនាទេព្រោះកម្ពុជាសន្សំសុខតែវាអាចមានរឿងផ្ទុះគ្រាប់ផ្ទុះអីដែលចេតនាហើយវាអាចធ្វើឲ្យទាហានថៃស្លាប់អីហ្នឹងមិនមែនជាការបាញ់ដើម្បីនាំអាតអីអញ្ចឹងទេបាទនេះម្ដងទៀតគឺជាការសង្កេតទៅតាមខ្លឹមសារដែលលោកត្រាំផ្សព្វផ្សាយនៅក្នុងសារព័ត៌មានឬក៏សេតវិមានទេខ្ញុំនិយាយនេះម្ដងទៀតជាសមត្ថកម្មដោយផ្អែកទៅលើអង្គហេតុនៃសេចក្តីថ្លែងការណ៍របស់លោកត្រាំដែលមិនសរសេរលម្អិតហើយលោកត្រាំបានបន្ថែមទៀតថាភាគីគេព្រមគ្នាអស់ហើយឥឡូវចាំមើលស្ដាប់សម្ដីរបស់លោកអនុទិនច័ន្ទវរៈគុលវិញតើលោកនិយាយអីគេខ្លះមានតាក់ទងរឿងផ្ទុះគ្រាប់នឹងអត់នៅពេលដែលលោកច័ន្ទវរៈគុលគឺនិយាយជាមួយនឹងលោកត្រាំគឺអត់មានអីក្រៅពីទូពិតលោកត្រាំថាខ្លួនជាជនរងគ្រោះហើយអ្វីដែលច្បាស់ទៀតហ្នឹងគឺអនុទិនច័ន្ទវរៈគុលជួបលោកត្រាំម៉ោង 9:20 នាទីយប់មិញម៉ោង 10គាត់ធ្វើសន្និសីទសារព័ត៌មានហើយគាត់ពន្យល់ប្រាប់សាធារណជនថាគាត់បានប្រាប់លោកត្រាំអស់ហើយអំពីអ្វីដែលជាការឈ្លានពានរបស់កម្ពុជាក្នុងដែនអធិបតេយ្យរបស់ថៃហើយថាកម្ពុជានាំភ្លើងនាំអាតមុនអញ្ចឹងបានន័យថាថៃគិតថាព្រឹត្តិការណ៍ផ្ទុះគ្រាប់ថ្ងៃទី7ហ្នឹងដែលមើលទៅអាចកម្ពុជារាយការណ៍ថាចៃដន្យក៏ថៃមិនអាចទទួលយកបានដែរថាកម្ពុជាបាញ់មុនទើបថៃបាញ់មកនេះឥឡូវយើងឃើញកាឡាលើគោកនៅកន្លែងហ្នឹងហើយអញ្ចឹងលោកអនុទិនច័ន្ទវរៈគុលគាត់ប្រាប់ដល់លោកត្រាំថានិយាយទៅលោកច័ន្ទវរៈគុលចេញមកគឺអត់មានលទ្ធផលអីសោះហ្មងទីមួយគឺអត់មាននិយាយពីកិច្ចព្រមព្រៀងសន្តិភាពឈប់បាញ់អីហ្នឹងគឺអត់មានទេលោកអនុទិនអត់មាននិយាយពីរឿងបាត់ឈប់បាញ់ទេអត់មាននិយាយព្រមព្រៀងអីទាំងអស់គឺក្រៅតែពីទទួលពិតលោកត្រាំថាខ្លួនហ្នឹងគឺជាជនរងគ្រោះទម្លាក់កំហុសលើកម្ពុជាអីចឹងទៅថាកម្ពុជានាំអាតនាំភ្លើងហើយថៃប្រាប់ទៅលោកត្រាំទៀតថាបើចង់ឲ្យមានបទឈប់បាញ់ឬឲ្យមានសុខសន្តិភាពកុំប្រាប់ថៃទៅប្រាប់កម្ពុជាឲ្យកែចរិតឬក៏ស្ដារស្ថានភាពមកស្ថានភាពដើមវិញព្រោះថៃគឺជាជនរងគ្រោះនេះអ្វីដែលលោកអនុទិនទូពិតទៅលោកត្រាំណាហើយអ្វីដែលគាត់និយាយទៀតថាចំហថៃគឺចោទកម្ពុជាថាកម្ពុជាសម្ោចក្នុងខោជាអ្នកបង្កហេតុមុនហើយលោកបានប្រកាសប្រាប់លោកត្រាំដោយខ្ញុំជម្រាបចឹងគឺគួរតែប្រាប់ឲ្យកម្ពុជាគោរពបទជប់បាញ់កុំប្រាប់ថៃអីព្រោះថៃជាជនរងគ្រោះទេគាត់តែការពារខ្លួនជាងនេះទៅទៀតលោកថាលោកត្រាំមិនបានគម្រាមរឿងដំឡើងពន្ធដើម្បីដាក់សម្ពាធថៃឲ្យធ្វើអ្វីនោះឡើយណាបានន័យថាលោកត្រាំអត់បាននិយាយថាណាឯងត្រូវចូលមកគោរពបទជប់បាញ់ឬក៏ចាប់ដៃគ្នាវិញទៅបើអត់ទេនឹងដាក់ពន្ធដាក់អីលោកអនុទិនច័ន្ទវរៈគុលបញ្ជាក់ថាលោកត្រាំអត់មាននិយាយរឿងដាក់សម្ពាធរឿងពន្ធរឿងសម្ពាធអីទាំងអស់យោធាអីក៏អត់ដែរអញ្ចឹងសរុបសេចក្តីមកគឺការបាញ់គ្នានៅតែបន្តទេបើតាមអ្វីដែលលោកអនុទិនច័ន្ទវរៈគុលថ្លែងសារវាផ្ទុយទៅនឹងអ្វីដែលលោកត្រាំថ្លែង
យើងអត់ដឹងថាលោកត្រាំហេតុអីបានជាថ្លែងសារបែបនេះនៅពេលដែលលោកអនុទិនច័ន្ទវរៈគុលអត់មានបាននិយាយថាព្រមព្រៀងជាមួយលោកត្រាំសោះអញ្ចឹងបានន័យថាលោកត្រាំបានពាក្យមកពីណាដែលថាភាគីទាំងពីរព្រមព្រៀងឈប់បាញ់ចាប់ពីម៉ោង12ថ្ងៃត្រង់នៅឯប្រទេសកម្ពុជាថ្ងៃទី13នេះត្រូវនឹងយប់នៅ DC វាអត់មានយើងអានេះចាំមើលប្រតិកម្មរបស់សេតវិមានថ្ងៃនេះភ្លឺបានន័យថាត្រូវយប់នៅស្រុកខ្មែរនេះទៀតយ៉ាងម៉េចទៅវិញហើយឥឡូវយើងមើលលទ្ធផលពីខាងកម្ពុជាវិញម្ដងប៉ុន្តែមុននឹងស្ដាប់ប្រសាសន៍របស់លោកហ៊ុនម៉ាណែតដែលថ្លែងអំពីការដែលគាត់ថ្លែងទៅលោកត្រាំខ្ញុំចង់ឲ្យបងប្អូនស្ដាប់លោកអាន់វ៉ាអ៊ីប្រាហ៊ីមវិញព្រោះអីដល់ពេលដែលគាត់ទេទៅអ្នកទាំងអស់ហ្នឹងគឺគាត់បានទេទៅគ្រប់ភាគីហ្នឹងហើយទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏លោកបានផ្ញើសារមួយតាមបណ្ដាញសង្គម Facebook របស់លោកថាបានជួបទូរស័ព្ទជាមួយនឹងលោកដូណាល់ត្រាំនៅក្នុងថ្ងៃជាមួយគ្នានោះដែរចឹងបានន័យថាលោកត្រាំទេទៅទាំងអស់ទេម្ដងម្នាក់គឺទេទៅទាំង3នាក់ហ្នឹងគឺទាំងលោកហ៊ុនម៉ាណែតទាំងលោកអនុទិនច័ន្ទវរៈគុលទាំងលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកអាន់វ៉ាអ៊ីប្រាហ៊ីមគាត់ឆ្លើយអញ្ចេះគាត់សរសេរនៅលើបណ្ដាញសង្គម Facebook ថាលោកបានជួបប្រស្រ័យតាក់ទងតាមទូរស័ព្ទជាមួយនឹងលោកដូណាល់ត្រាំដើម្បីរកដំណោះស្រាយបញ្ចប់ចំនួនរវាងកម្ពុជានិងថៃហើយលោកបាននិយាយថាតែប៉ុណ្ណេះឯងលោកថានឹងកោះប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានឆាប់ដើម្បីរកដំណោះស្រាយបន្ថយកម្ដៅព្រំដែនថៃប្រសាសន៍របស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនេះណាគឺក៏ផ្ទុយជាមួយនឹងអ្វីដែលលោកត្រាំនិយាយថាភាគីទាំងពីរព្រមព្រៀងគ្នាឈប់បាញ់ដែរព្រោះអីលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រាប់ថានឹងកោះប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានឆាប់ដើម្បីរកដំណោះស្រាយបន្ថយកម្ដៅព្រំដែនបានន័យថាម៉េចបានន័យថាភាគីទាំងពីរអត់ព្រមគ្នាផងហ្នឹងបានសំទោសភាគីទាំងពីរអត់ព្រមខ្ញុំនិយាយថាថៃអត់ព្រមទេបើកម្ពុជា 100% ខ្ញុំជឿថាអត់មានអីទាស់ទេព្រោះកម្ពុជាចង់វិលទៅរកភាពប្រក្រតីព្រោះយើងអត់ចង់ឲ្យមានអាចចម្បាំងរាំងជុលនឹងទេព្រោះកន្លងមកយើងអត់ធ្មត់មកអាយុហើយទើបតែតដៃនៅពេលដែលគេវាយទូកសាច់នេះទេឥឡូវនេះគឺនៅក្នុងន័យនេះគឺបានន័យថាម៉េចបានន័យថាអ្វីដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមលើកឡើងនេះគឺវាស្របទៅនឹងលោកអនុទិនច័ន្ទវរៈគុលដែលថាអត់មានបទឈប់បាញ់អត់មានបង្ខំឲ្យមានការឈប់បាញ់អីទេវាខុសពីអ្វីដែលលោកត្រាំថ្លែងសារឥឡូវស្ដាប់លោកណែហ៊ុនម៉ាណែតយើងវិញលោកនិយាយថាម៉េចលោកហ៊ុនម៉ាណែតនៅពេលដែលលោកថ្លែងសារនៅតាមបណ្ដាញសង្គម Facebook របស់លោកតាក់ទងនឹងអ្វីដែលគាត់និយាយជាមួយលោកត្រាំអត់មានបាននិយាយអីច្រើនទេគឺជារួមថាបានជជែកតាក់ទងជាមួយលោកត្រាំហើយគ្រាន់តែប្រាប់ថាភាគីកម្ពុជាមែនតើទៅគឺចង់បានឲ្យគោរពបទឈប់បាញ់អីអញ្ចឹងមែនហើយអញ្ចឹងនៅក្នុងន័យហ្នឹងគឺកម្ពុជាអត់មានអីជំទាស់នៅក្នុងបទឈប់បាញ់ទេបើឈប់កាន់តែឆាប់កាន់តែល្អព្រោះអីកម្ពុជាចង់វិលទៅរកភាពប្រក្រតីឡើងវិញចំណុចនេះគឺលោកហ៊ុនម៉ាណែតនិយាយក្នុងន័យថាបានជួបបានជជែកអំពីការរកវិលទៅរកភាពប្រក្រតីហ្នឹងអ្វីដែលសំខាន់ដែលលោកហ៊ុនម៉ាណែតលើកឡើងមួយដែលគួរឲ្យចាប់អារម្មណ៍ដែលខ្ញុំនិយាយមិញថាតើភាគីណារាយការណ៍ប្រាប់លោកដូណាល់ត្រាំអំពីការផ្ទុះអាវុធដំបូងដែលជារឿងចៃដន្យអ្នកណាផ្ទុះមុនឬក៏មិនផ្ទុះមុនដែលធ្វើឲ្យស្លាប់ទាហានថៃម្នាក់និងរបួស7-8នាក់ហ្នឹងក្នុងចំណុចនេះគឺលោកហ៊ុនម៉ាណែតគ្រាន់តែថ្លែងដូចនេះថាអញ្ចេះចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបណ្ដាលឲ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរលោកអត់បាននិយាយលម្អិតអំពីរឿងផ្ទុះអាវុធដោយចៃដន្យដែលលោកត្រាំនិយាយថាជារឿងចៃដន្យហើយក៏មានស្លាប់ទាហានថៃនឹងទេលោកគ្រាន់តែនិយាយថាហេតុការណ៍ដែលបាញ់ប្រហារនៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025ហ្នឹងគឺជាព្រឹត្តិការណ៍ដែលបណ្ដាលឲ្យផ្ទុះអាវុធរហូតដល់ថ្ងៃនេះអត់ទាន់ឈប់នេះដែលផ្ទុះអាវុធរវាងប្រទេសទាំងពីរហ្នឹងលោកបាននិយាយថាលោកបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់មើលថាតើភាគីណាបាញ់មុនវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះហើយកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការ
អញ្ចឹងបានន័យថាលោកហ៊ុនម៉ាណែតស្នើឲ្យអ្នកជំនាញយកព័ត៌មានពីផ្កាយរណបវិញទៅមិនចាំបាច់និយាយថាអ្នកណាបាញ់មុនទេបានន័យថាម៉េចបានន័យសំបីថាអាព្រឹត្តិការណ៍ដែលកើតឡើងដោយគេហៅថាចៃដន្យហ្នឹងណាក៏កម្ពុជាមិនមែនជាអ្នកបាញ់មុនដែរតើអ្នកណាឲ្យប្រកាសទៅអញ្ចឹងបានន័យថាភាគីថៃបង្កើតឲ្យមានព្រឹត្តិការណ៍ផ្ទុះអាវុធស្លាប់ទាហានខ្លួនឯងហើយរបួស8នាក់ហើយស្រាប់តែយកលេសហ្នឹងវាយបកមកខាងកម្ពុជាវិញឬយ៉ាងម៉េចព្រោះអីបើតាមប្រសាសន៍លោកហ៊ុនម៉ាណែតដូចជាចង់ឲ្យមានប្រព័ន្ធផ្កាយរណបយកមកមើលទៅថាអ្នកណាចាប់ផ្ដើមមុនឬក៏ករណីផ្ទុះអាវុធហ្នឹងវារឿងចៃដន្យមិនចៃដន្យលោកអត់បាននិយាយទេក៏ប៉ុន្តែក៏និយាយតាក់ទងនឹងឧបទ្ទវហេតុឬក៏ហេតុការណ៍ដែលកើតឡើងនៅថ្ងៃទី7ដែលនាំឲ្យផ្ទុះអាវុធរហូតដល់7ថ្ងៃជាប់គ្នានេះបាទតើប្រព័ន្ធផ្កាយរណបឯណាទៅឆ្លោះទៅមើលអីដើម្បីនឹងដោះស្រាយនរណាបាញ់មុននរណាមិនបាញ់មុនអីហ្នឹងព្រោះភាគីទាំងសងខាងអត់និយាយគ្នាបានហើយហ្នឹងចោះយើងជជែកគ្នាអត់បានលោកត្រាំហ្នឹងចេះតែស្ដាប់ទៅដល់ពេលគាត់ស្ដាប់ទៅគាត់មកនិយាយថារឿងហ្នឹងគឺកើតឡើងមកដោយរឿងចៃដន្យយល់ច្រឡំអីអញ្ចឹងទៅហើយភាគីថៃស្រាប់តែចាត់ការយ៉ាងចាស់ដៃសងសឹកមកកម្ពុជាវិញនៃហ្នឹងគឺស្ដាប់ទៅគឺកម្ពុជាជាអ្នកដែលបង្កឲ្យមានរឿងណាបងប្អូនដោយសារតែមានករណីផ្ទុះអាវុធស្លាប់ទាហានថៃហើយនឹងអីចឹងបើស្ដាប់អ្វីដែលលោកត្រាំនិយាយបងប្អូនពិបាកមែនតើដល់ពេលអញ្ចឹងទៅអត់មានដាក់សម្ពាធអីទាំងអស់ព្រោះអីស្ដាប់មកគឺវាហាក់បីដូចជាខាងយើងហ្នឹងគឺជាអ្នកខុសហើយបើសិនជាខុសថាវារឿងចៃដន្យដោយលោកត្រាំថាក៏ថៃមិនគួរណាប្រព្រឹត្តបំពានបែបនេះដែរឧទាហរណ៍ទេណាមកខ្ញុំនិយាយអំពីនិយាយទៅពិបាកមែនតើនៅពេលដែលយើងអត់មានប្រព័ន្ធសារព័ត៌មានឯករាជ្យណាដើម្បីយកទៅវិភាគរឿងហ្នឹងហើយយើងចាំតែស្ដាប់អនុទិនច័ន្ទវរៈកុលនិយាយចឹងទៅលោកហ៊ុនម៉ាណែតនិយាយចេះទៅលោកត្រាំនិយាយផ្សេងចឹងទៅហើយយើងចាប់ផ្ដើមនាំគ្នាវិភាគអីចឹងទៅវាអត់មានអីដែលចេញមកសខ្មៅឃើញច្បាស់អញ្ចឹងណាបងប្អូនតែយ៉ាងណាអ្វីដែលលោកត្រាំលើកឡើងឲ្យមិនដាក់ទណ្ឌកម្មមិនដាក់សម្ពាធអីថៃសោះខ្ញុំជឿថារឿងនេះទម្ងន់នេះហាក់បីដូចជាទម្លាក់មកលើកម្ពុជាច្រើនជាងហើយរឿងនេះគឺជារឿងអកុសលសម្រាប់ខ្មែរយើងទៀតហើយព្រោះបើសិនជាច្បាស់លាស់ថាថៃពិតជាឈ្លានពានកម្ពុជាមែនលោកត្រាំក៏អត់មានរឿងអីត្រូវមន្ទិលដែរហើយនៅសំបីតែដាក់ថាដោយចៃដន្យហើយក៏អត់មានរឿងអីត្រូវរារែកនៅក្នុងការដែលកោតទោសថៃដែរព្រោះអីបើវាជារឿងចៃដន្យសោះហេតុអីបានថៃសងសឹកហើយបើសងសឹកហេតុអីក៏វាយខ្លាំងមកម្លេះហេតុអីក៏បើគ្រាន់តែគ្នាជ្រុលជន់ជើងយើងឧទាហរណ៍ចពុបជើងទៅដួលទៅជន់ជើងយើងបន្តិចជាងការដែលជជែកគ្នាចាប់ដៃគ្នាស្រាប់តែមកទាត់ផងចាក់ផងវាយផងដុតផ្ទះចោលផងបំផ្លាញខុបហេដ្ឋារចនាសម្ព័ន្ធរបស់គ្នាដែលគ្រាន់តែចពុបជើងទៅផងចុះហេតុអីក៏យើងមិនមើលថ្កោលទោសថៃមិនបានបើសិនជារឿងនឹងចៃដន្យដោយអ្វីដែលលោកត្រាំនិយាយណាបងប្អូនតាមដានតទៅទៀតរឿងនេះគឺស្មុគស្មាញមែនតើប៉ុន្តែទោះក្នុងកលៈទេសៈណាក៏ដោយមិនចំពោះថារឿងហ្នឹងឥឡូវរឿងហ្នឹងថាចៃដន្យអ្នកណាចាប់ផ្ដើមអីក៏ដោយអ្វីដែលថៃចាប់ផ្ដើមវាយប្រហារមកកម្ពុជាយ៉ាងសន្ធប់ទាំងកម្ពុជាអត់បានតដៃតាំងពីដើមទីនេះគឺបង្ហាញថាថៃចិញ្ចឹមមហិច្ឆតាឈ្លានពានដណ្ដើមយកដែនអធិបតេយ្យរបស់កម្ពុជានៅកន្លែងផ្សេងទៀតដែលខ្លួនដណ្ដើមអត់ទាន់បានកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាហើយអ្វីដែលជ្រុលហួសហេតុបន្ថែមទៀតនេះគឺនៅតែប្រើ F16 ប្រើគ្រាប់បែកផ្លោងគ្រាប់បែកចង្កោមនៅតែប្រើ drone ប្រើកំភ្លើងផ្លោងគ្រប់ប្រភេទហើយសម្រាប់ប្រជាពលរដ្ឋស៊ីវិលឥឡូវយើងស្លាប់ដល់11នាក់ហើយរបួសជិត100នាក់ហើយទាហានយើងក៏ពាក់លីយ៉ាងច្រើនផងដែរតើនេះឬដែលយើងធ្វើឲ្យថៃរួចខ្លួនណាអត់ឲ្យថៃរួចខ្លួនទេបងប្អូនឥឡូវនេះមិនត្រឹមតែប៉ុណ្ណឹងនៅពេលដែលនិយាយគ្នាតាមទូរស័ព្ទទៅហើយដើម្បីរកសន្តិភាពចោះបើសិនជាយើងគិតថាបើខ្លួនយើងមិនមែនជាអ្នកសម្ោចក្នុងខោទេយើងអត់ចង់មានចំនួនប្រដាប់អាវុធទេយើងចង់បានសុខសន្តិភាពយើងបន្ទោសកម្ពុជាថាជាអ្នករករឿងចុះឥឡូវនៅពេលដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមតាក់តងទៅហើយលោកត្រាំតាក់តងទៅហើយយើងខាងកម្ពុជានេះក៏ព្រមទៅហើយថាឈប់បាញ់ក៏ឈប់មកហេតុអីបានជាយើងនៅបន្តបាញ់សន្ធប់មកទៀតតើអ្នកណាមួយដែលមានសតិត្រឹមតែល្មមមើលមិនឃើញថាថៃឈ្លានពានទន្ទ្រានរំលោភសពបែបយ៉ាងតើអ្នកណាមួយដែលមើលមិនឃើញថាថៃបំពានកូនក្មេងក៏គេមើលឃើញចឹងដែរ
ព្រោះអីគឺខំប្រឹងគ្រប់គ្នាដើម្បីសុំឲ្យមានសុខសន្តិភាពឯផ្ទុយពីទៅវិញនៅពេលដែលដាក់ទូរស័ព្ទចុះទៅនិយាយអួតប្រាប់ពិភពលោកថាអត់មានរឿងឈប់បាញ់ទេតើយើងចង់បានអីឲ្យប្រកាសមើលឥឡូវថៃប្រាប់មើលថាចង់បានអីឲ្យប្រកាសនៅពេលដែលយើងមានទំនាស់គ្នាមិនយល់គ្នាឬក៏អីគឺយើងនាំគ្នាឈប់ទៅហើយយើងជជែកគ្នាសុំទោសគ្នាឬក៏អីទៅវាចប់ហើយចុះហេតុអីបានជាយើងនៅមកដុតផ្ទះផងបាញ់សម្លាប់ចាក់សម្លាប់ប្រជាពលរដ្ឋឬក៏អ្នកដែលនៅគូមកខាងទៀតហើយឥឡូវមានចាស់ទុំមានអ្នកនៅក្នុងភូមិព្រឹទ្ធាចារ្យមានតឡាការអាជ្ញាកណ្ដាលអីគេចង់ស្អិតស្អំផ្សះផ្សាឪពុកម្ដាយអាណាព្យាបាលអីគេចង់ឲ្យយើងត្រូវរើគ្នាហេតុអីបានជាយើងនៅតែមិនត្រូវរើគ្នាបើយើងមានចិត្តថាយើងមិនមែនជាអ្នកនាំភ្លើងចុះហេតុអីក៏ភ្លើងនឹងនៅពេញខ្លួនយើងនៅពេលនេះម៉ោងនេះហេតុអីបានយើងនៅទម្លាក់គ្រាប់ផ្ដាច់ស្ពានមេទឹកនេះណាគឺគម្រាមផ្ដាច់យូរហើយប្រហែលហើយម្សិលមិញម្សិលមួយថ្ងៃហើយឲ្យជំលះឲ្យអីវាគួរតែផ្ដាច់យូរហើយនិយាយទៅបើយើងនិយាយអស់គួរតែទម្លាក់តាំងពីម្សិលមិញមកម្លេះហេតុអីបានមកចាំតតែមានជួបជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកហើយទើបតែមកបាញ់ទម្លាក់បាញ់ផ្ដាច់ហេតុអីក៏បែបហ្នឹងចុះបើមិនទាន់មានហ្នឹងអាហ្នឹងយើងបាញ់ទៅយើងដឹងថាវាហួសហេតុតែវាហួសហេតុមែនតើគឺនៅពេលដែលចែកគ្នាផ្សះផ្សាឲ្យមានអាមេរិកមានអីជួយជាអន្តរាគមន៍ឲ្យយើងមកបន្ថែមចឹងឲ្យបាញ់ផ្លោងគ្រាប់ចូលក្រោះកោះកុងឲ្យយើងបាញ់ចូលក្នុងសន្តាគារទំតិចសន្តាគារកន្លែងផ្សេងទៀតអញ្ចឹងបានន័យថាម៉េចបងប្អូនគឺថៃចិញ្ចឹមមហិច្ឆតាវ័យទន្ទ្រានសន្ធប់ក្នុងរយៈពេលប្រមាណម៉ោងនេះទៀតមុននឹងបាត់ឈប់បាញ់នឹងឬក៏ការព្រមព្រៀងចូលជាធរមានគឺដណ្ដើមតាមដែលលទ្ធភាពដែលអាចធ្វើទៅបានតាមដែលខ្លួនឲ្យបំផ្លិចបំផ្លាញចោលឲ្យអស់មិនបានស៊ីឆ្លីឲ្យខ្ទេចទាំងអស់តែម្ដងនេះគឺជាគំនិតផ្ដាច់ផ្ដាល់ចង្រៃអុតបាតខ្លាំងមែនតើដែលខ្ញុំមែនតើខ្ញុំជាអ្នករាយការណ៍ព័ត៌មានវាគួរតែមានភាពស្មើនៅកណ្ដាលច្រើនណាប៉ុន្តែចរិតរបស់ថៃកន្លែងនេះមួយគឺហួសហេតុមែនតើបងប្អូនអត់ត្រូវអត់អោនថៃបានតតែសោះហើយខ្ញុំអត់និយាយពីរឿងប្រជាពលរដ្ឋថៃទេណាបងប្អូនអត់មានស្អប់គុំគួនប្រជាពលរដ្ឋនិងប្រជាពលរដ្ឋទេស្អប់គុំគួនឬក៏ររឿងយោធាក៏ក្រិចរបស់ថៃនិងអ្នកនយោបាយថៃដែលស្មោកគ្រោកដែលប្រព្រឹត្តឲ្យមានបញ្ហានេះកើតឡើងហើយទៅរករឿងផ្ដន់ទាទោសអ្នកទាំងអស់នោះចាប់ទៅទទួលខុសត្រូវទាំងនៅតុលាការ ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ឲ្យខាងតែបានអត់ឲ្យត្រូវថៃរួចខ្លួនកន្លែងណាទេអញ្ចឹងសរុបសេចក្តីមកវិញគឺយើងអាចនិយាយបានថាថៃគឺចិញ្ចឹមចិត្តចង់ទន្ទ្រានយកដីខ្មែរឲ្យបានតាមដែលអាចធ្វើទៅបាននៅក្នុងរយៈពេលចុងក្រោយមុននឹងមានបទជប់បាញ់ឬកិច្ចព្រមព្រៀងសារថ្មីឬក៏បន្តមហិច្ឆតានេះគឺធ្វើយ៉ាងម៉េចបំផ្លិចបំផ្លាញដែលខ្លួនយកមិនបានគឺបំផ្លាញឲ្យខ្ទេចដូចជាប្រាសាទតាក្របីអីអញ្ចឹងបើខ្លួនឯងថាអានឹងជាប្រាសាទរបស់ខ្លួនឯងចោះឧទាហរណ៍ហេតុអីបានខ្លួនឯងកំតិចយើងសាកគិតមើលបើថាមានតែហ៊ានខ្មែរយកជាមូលដ្ឋាននៅប្រាសាទតាក្របីអូខេបានណាឯងចោតដូច្នេះទៅឃើញបាវខ្សាច់ឃើញអីប៉ុន្តែហេតុអីបានជាអ្នកត្រូវកំតិចប្រាងប្រាសាទមួយចោលយើងដឹងថាមានវិធីអីផ្សេងទៀតដើម្បីដូចថាដោះស្រាយតាក់ទងនៅក្នុងការប្រយុទ្ធប្រឆាំងគ្នាហ្នឹងហេតុអីបានទៅវាយប្រហារឬក៏កំតិចអាគារប្រាងប្រាសាទដែលគ្មានកំហុសអីតតែសោះយើងយកទៅជាចំណាប់ខ្មាំងឲ្យកំតិចចោលបែបនេះចោះបើសិនជានៅពេលដែលស្រុកត្រូវរើគ្នាវិញខ្ទេចអស់បាត់ទៅហើយហ្នឹងយើងបំផ្លាញបេតិកភណ្ឌជាតិរបស់កម្ពុជាដែលជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរដែលថៃខ្លួនឯងយកមិនបានទាមិនបានបំផ្លាញខ្ទេចខ្ទីតើយើងមានបេះដូងសាងពីអីប្រាសាទព្រះវិហារក៏តែអញ្ចឹងដែរចាញ់ក្តីទៅហើយហ្នឹងនៅតែចិញ្ចឹមចិត្តមកបំផ្លាញដងស្ទូចដងអីអាគារដែលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធស្ដារប្រាសាទព្រះវិហារឡើងវិញដោយសារជាបេតិកភណ្ឌពិភពលោកការពារដោយច្បាប់ធម្មអន្តរជាតិយើងទៅយក drone ទៅកំទេចហើយនឹងអង្គុយហូរសើចសបាយនៅពេលដែលឃើញសំណង់អាគារនៅក្បែរនឹងរលំដួលតែបេះដូងយើងសាងពីអីបងប្អូនម្ដងទៀតណាគុំគួនស្អប់ខ្ពើមកោលទោសតាមផ្លូវតុលាការកុំតកោលទោសតាមផ្លូវរបៀបជេរបតិចផ្ដាសាគឺយើងមិនបានផលទេនាំឲ្យគេមើងងាយយើង
គឺទៅតាមផ្លូវតុលាការយកបុគ្គលទាំងអស់នេះទាំងយោធាទាំងអ្នកនយោបាយថៃយកទៅផ្ដន់ទាទោសតាមអំណាចតុលាការព្រំប្រទានអន្តរជាតិហើយត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងយកទាំងអស់ដែនអធិបតេយ្យដែលថៃរំលោភឈ្លានពានយកបានហ្នឹងគឺដាច់ខាតគឺមិនត្រូវអត់ឱនឲ្យថៃបានទេ